ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះមានឱកាសមកមើលពិព័រណ៍សាកលវិទ្យាល័យហើយនេះគឺជាស្តង់មួយកន្លែងនៃការចាក់របស់ចាក់ទាំងអស់ដែលមានទាំងការមានទាំងបតោងសោមានទាំងតាគៀបសក់ហើយមានទាំងកាបូបសម្រាប់ដាក់កានក៏ដូចជាមានបូលសក់ហើយនឹងតុក្កតាធំជាច្រើនទៀតដើម្បីយកមកតាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍សាកលវិទ្យាល័យនៅសាកលវិទ្យាល័យអូស្ត្រាលីប៉ាស៊ីហ្វិកខេត្តសៀមរាបឥឡូវនេះយើងជួបជាមួយនឹងម្ចាស់ស្តង់មើលតើគាត់មានចំណាប់អារម្មណ៍បែបណាខ្លះពាក់ព័ន្ធជាមួយនឹងការយកតាំងបង្ហាញផលិតផលចាស់របស់គាត់តែគាត់ចាក់ផ្ទាល់ដៃឯណាយកមកដាក់តាំងនៅទីនេះអារម្មណ៍របស់គាត់មិនដែរសួស្តីអូនឈ្មោះអីដែរចង់ឲ្យអូនជួយបង្ហាញពាក់ព័ន្ធជាមួយចំណាប់អារម្មណ៍ដែលយកផលិតផលចាក់របស់អូនមកតាំងពីពណ៌សាកលវិទ្យាល័យឱកាសនេះអារម្មណ៍មិនដែរមានអារម្មណ៍ថាធ្វើឲ្យអស់សុវត្ថិចិត្តដែរបានតាំងពីផលខ្លួនឯងយើងដាក់បង្ហាញនៅតាមសាលាចឹងបងព្រោះអាហ្នឹងយើងធ្វើដោយដៃហ្នឹងហើយអញ្ចឹងចំពោះផលិតផលទាំងអស់ហ្នឹងសិតតែអូនឯងអ្នកចាក់ដោយដៃខ្លួនឯងឬមួយក៏មានការយកពីបងប្អូនយើងដែលគាត់ចាក់នៅក្នុងខេត្តឬក៏មិនដែរបងចាក់ខ្លួនឯងផងយកពីបងនៅក្នុងខេត្តផងដែរហ្នឹងហើយហើយទាំងអស់នេះចាក់គឺយើងចាក់ដោយដៃសុទ្ធតែហ្មងហើយយើងអត់មានប្រើម៉ាស៊ីនប្រើអីទេណោះចាចាក់ដោយដៃសុទ្ធបងចាក់ដោយដៃអត់មានប្រើម៉ាស៊ីនទេព្រោះទាំងអស់ហ្នឹងម៉ាស៊ីនប្រើម៉ាស៊ីនទៅគឺវាអត់ស្អាតដូចតែយើងចាក់ដោយដៃដូចការអញ្ចឹងខូនអញ្ចឹងគឺច្រើនរបស់ដែលដាក់ចាក់ដោយម៉ាស៊ីនមានដូចជាកាបូបឬក៏បូសក់ជាដើមតែបើពួកចាក់ម៉ាស៊ីនបើចាក់ជាងចេះវាអត់ស្អាតដូចចាក់ដាក់ដោយដៃសម្រាប់តាំងពីពណ៌ថ្ងៃនេះមានប៉ុន្មានថ្ងៃដែរដែលអូនយកមកតាំងបង្ហាញការតាំងពីពណ៌សាកលវិទ្យាល័យសៀមរាបនៅសាលាអន្តរជាតិអូស្ត្រាលីប៉ាស៊ីហ្វិកនេះតែមួយថ្ងៃនេះបងថ្ងៃ17ហ្នឹងហើយអញ្ចឹងយើងឥឡូវនេះយើងឃើញថាបានពាក់កណ្ដាលថ្ងៃឯណោះយើងទទួលបានការគ្រប់គ្រងមិនដែរពីសិស្សសាលាយើងក៏ដូចជាអ្នកមកចូលរួមចាមានការគ្រប់គ្រងច្រើនទាំងមកតាមเพจទាំងអ្នកខ្លះទៅកំងតាមเพจក៏បានទុកឲ្យចាំពេលតាមប៉ុស្តិ៍គេមកយកដល់កន្លែងហ្នឹងអញ្ចឹងថាកន្លះថ្ងៃមានបងអ្នកចូលរួមផងអូនៗនឹងគ្រប់គ្រងច្រើនហ្នឹងហើយអញ្ចឹងយើងសង្ឃឹមថានឹងមានការគ្រប់គ្រងច្រើនទៀតណោះចាថានឹងមានការគ្រប់គ្រងច្រើនទៀតហ្នឹងដោយសារអីសម្រាប់ខ្ញុំនេះផងដែរជាទូទៅលក់អនឡាញឯងចាក់តាមប្រទេសគ្នាកំងដែលបានចេញតាម event ចឹងឯងតែក្នុងឆ្នាំ2024នេះចេញបានទី event ទេបងអញ្ចឹងក្រៅពីការយើងមកតាំងបង្ហាញតាម event អីហ្នឹងបើយើងនិយាយពីទស្សនវិជ្ជាខាងក្រៅវិញមានការគ្រប់គ្រងច្រើនអត់មានការគ្រប់គ្រងច្រើនជាងកំងតាមเพจព្រោះអីពេលដែលយើងចេញមកក្រៅចឹងយើងមានបានគាត់មើលស្រាប់អញ្ចឹងទៅគាត់មកដល់គាត់ឃើញបានស្រាប់អញ្ចឹងគាត់មានការគ្រប់គ្រងគាត់ពេញចិត្តច្រើនព្រោះភាគច្រើនមកកំងតាមเพจយូរថ្ងៃអញ្ចឹងអ្នកខ្លះគាត់អាចគិតថាគាត់កំងទៅខ្លាចបានដូចគាត់កំងអញ្ចឹងគាត់មានអារម្មណ៍ថាđãអួតចិត្តក្នុងការកំងអញ្ចឹងយើងនិយាយពីផលវិបាកវិញនៅពេលដែលយើងចាក់ដៃហ្នឹងវាមានផលវិបាកអីអត់មានបងផលវិបាកច្រើនព្រោះអីការមួយឬក៏ការផ្សំមួយអីហ្នឹងចំណាយពេលយូរក្នុងការចាក់ហើយយើងត្រូវចំណាយពេលយូរក្នុងការអង្គុយចាក់ដល់ចាក់បានមួយអញ្ចឹងអាចចូល1ម៉ោងទៅ2ម៉ោងតែយើងត្រូវចំណាយពេលយើងត្រូវអង្គុយហើយដៃយើងត្រូវចាក់រហូតហ្នឹងណាអាចដៃឈឺបោះរឹតតឹងដើម្បីធ្វើម៉េចឲ្យបានយើងស្អាតគឺយើងត្រូវចំណាយពេលខ្លួនឯងហើយណាមួយអាចនឹងប៉ះពាល់សុខភាពហ្នឹងហើយអញ្ចឹងមានអីជាសំណពរទៅកាន់ប្រជាពលរដ្ឋយើងក៏ដូចជាស្ត្រីយើងតែគាត់ថាអាចថាចាប់យកអាជីពមួយនឹងដើម្បីជាការរកចំណូលបន្ថែមទៀតទេសំណពរទៅកាន់បងស្ត្រីគាត់ជាអ្នកចាក់អីបានទាំងអស់ហ្នឹងខ្ញុំសម្រាប់ថាទោះបីជាយើងចំណាយពេលយូរក្នុងការចាក់មែនតែកុំបោះបង់ព្រោះអីអីបានយើងមួយចឹងយើងចាក់ចំណាយពេលយូរមែនតែយើងកុំបោះបង់ហើយមួយទៀតទោះបីជាបានយើងចាក់តែមែនតែយើងកុំដណ្ដើមថ្លៃបានយើងគិតថាមកសំរុំណាបានតែយើងបង្កើតដល់ខ្លួនឯងអញ្ចឹងណាយើងអ្នកខាងទៅដូចខ្ញុំមើលឃើញតាមបណ្ដាញសង្គមអញ្ចឹងទៅគាត់ដេញតម្លៃដេញជើងគ្នានៅផលិតផលចាក់ដោយដៃរបស់គាត់អញ្ចឹងគាត់ចំណាយពេលចាក់ខ្លួនឯងគាត់ធ្វើដោយដៃខ្លួនឯងប៉ុន្តែគាត់ចង់ផ្ទះ
គ្នាបោះកន្លងកន្លែងចុះកន្លែងដេញជើងគ្នាធ្វើឲ្យបោះយើងអាចអោណាគាត់យើងចាក់ដៃហើយម្យ៉ាងវិញទៀតបើសិនជាគាត់ចាប់យកអាជីពហ្នឹងហើយខ្ញុំដឹងទទួលស្គាល់ថានឹងវាមានផលលំបាកតែគាត់ត្រូវតែធ្វើមិនតស៊ូចុះបោះបង់ចោល ចឹងចំពោះអ្នកគ្រប់គ្រងវិញ បើស្នូលគាត់តែអ្នកគ្រប់គ្រងវិញគ្រប់គ្រងនៅផលស្នាដៃរបស់ខ្លួនខ្មែរយើងណាព្រោះអីវ៉ាន់ទាំងអស់ហ្នឹងមិនយើងយកប្រទេសក្រៅយកចាក់ដៃកូនខ្មែរហើយពីផលិតផលរបស់មកស្រីខ្មែរដែរគាត់មានការងារធ្វើគាត់នៅផ្ទះតែគាត់ជួយទៅផ្ទះគាត់ទៅរកចំណូលតិចតួចអានេះយើងជួយគ្រប់គ្រងមកទៅកាន់ពួកគាត់ឲ្យពួកគាត់មានការងារធ្វើ ណាអរគុណច្រើនអូនអរគុណ ច្រើន